ពិធីបុណ្យសំពះព្រះខែនិងអកអំបុកអត្ថបទដកស្រង់ដោយអុកម៉ារីណាពិធីបុណ្យសំពះព្រះខែនិងអកអំបុកត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយលើកលែងតែនៅក្នុងរបបខ្មែរក្រហមនេះជាព្រះរាជពិធីមួយដែលប្រារព្ធនៅក្នុងព្រះរាជវង្សចំណែកពលរដ្ឋសាមញ្ញក៏និយមប្រារព្ធពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួននិងតាមទីវត្តអារាមពិធីបុណ្យនេះភាគច្រើនគេប្រារព្ធធ្វើឡើងនៅពេលរដូវទឹកស្រកក្នុងខែកត្តិកឬខែវិច្ឆិកាដែលជាថ្ងៃព្រះច័ន្ទរះពេញរង្វង់មូលត្រូវនឹងថ្ងៃទី15កើតខែកត្តិកដោយបានផ្សារភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបតើពិធីបុណ្យសំពះព្រះខែនិងអកអំបុកមានអត្ថន័យយ៉ាងណាពិធីបុណ្យសំពះព្រះខែនិងអកអំបុកជាប្រពៃណីទំនៀមទម្លាប់ខ្មែរដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយសពថ្ងៃពិធីបុណ្យនេះត្រូវបានពលរដ្ឋក្នុងប្រទេសកម្ពុជាប្រតិបត្តិរាល់ឆ្នាំនិងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ជាច្រើនទៀតពិធីបុណ្យអកអំបុកជាការថ្វាយដល់ព្រះច័ន្ទដែលកំពុងរះពេញវង្សនៅភោគផលកសិកម្មដែលប្រជាកសិករប្រមូលផលស្រូវបានដំបូងគេបំផុតកសិករបានយកស្រូវទុំថ្មីទៅលីងហើយបុករួចអុំយកអង្កាមចេញឲ្យស្អាតដាក់សែនថ្វាយទេវតាចំពេលព្រះច័ន្ទរះពេញវង្សដើម្បីសម្ដែងការដឹងគុណទេវតាការប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណីធ្វើឲ្យដំណាំសពសារពើដុះដាលហើយទទួលផលកសិកម្មបានច្រើនអកអំបុកនិងសំពះព្រះខែនេះឯងគឺយើងនិយាយទៅគឺជាពិធីមួយដែលគេរំលឹកដល់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គយកកំណើតជាសត្វទន្សាយនៅក្នុងនឹងជាព្រះច័ន្ទអញ្ចឹងទៅបានជាខ្មែរយើងដំណោមធ្វើអកអំបុកសែនព្រះខែដើម្បីនឹកដល់គុណព្រះច័ន្ទដែលមានគុណមកលើសត្វទាំងអស់ដែលយើងបានកើតមកនៅក្នុងโลกនេះឯងពាក់ព័ន្ធនឹងពិធីអកអំបុកនេះដែរពេលដល់រដូវកាលម្ដងពលរដ្ឋនៅតាមជនបទស្រែចម្ការបាននាំគ្នាប្រមូលផលស្រូវថ្មីមានដំណើបឬខ្សាយយកមកលីងដាល់ជាអំបុកដោយរួមជាមួយក្រុមក្នុងភូមិរៀងខ្លួននៅតាមទីវត្តអារាមដោយពុំសូវមានគេលក់ដូរនោះទេប៉ុន្តែបច្ចុប្បន្នអំបុកមានការធ្វើអាជីវកម្មលក់ដូរនៅតាមទីប្រជុំជនជាពិសេសនៅទីក្រុងភ្នំពេញពលរដ្ឋមកពីខេត្តព្រៃវែងនិងខេត្តស្វាយរៀងយកអំបុកលក់នៅតាមផ្សារក្នុងក្រុងភ្នំពេញដោយខ្លះច្រកបាវខ្លះដាក់ចានដែកចោលក្លិនស្រូវថ្មីក្រអូបប្រហើរ